ស្ដីស្វាគមន៍មករៀនរស់ podcast ដែលយើងនិយាយតាក់ទងពីគំនិតមួយចំនួនអាចធ្វើជីវិតយើងកាន់ប្រសើរហើយបើសិនបើគាត់អត់ទាន់ដឹងទេនៅរៀនរស់យើងមានជា channel Telegram group មួយដែលខ្ញុំធ្វើជា clip ខ្លីៗរាល់ថ្ងៃដើម្បីចែករំលែកតាក់ទងពី wisdom ការយកឃើញមួយចំនួនដូចនោះអ្នកអាចឆ្លុះបញ្ចាំងតាក់ទងពីជីវិតកាន់ប្រសើរអញ្ចឹងបើសិនជាគាត់អត់ទាន់ចូល Telegram នោះទេអាចចូលស្វែងរកទៅក្នុង Telegram ឬក៏ទៅតាម link នេះ t.me/រៀនរស់ហើយប្រធានបទសម្រាប់ថ្ងៃនេះខ្ញុំចង់និយាយតាក់ទងពីការគ្រប់គ្រង stress ហើយយើងឮពាក្យគ្រប់គ្រង stress នឹងច្រើនដងមែនតើដោយសារអីយើងទាំងអស់គ្នាតែងតែទទួលរង stress ពីមួយថ្ងៃទៅមួយថ្ងៃតាមការងារតាមការសិក្សារបស់យើងតាមព្រឹត្តិការណ៍ជីវិតនានាយើងតែងតែស្រូបយក stress ហើយស្ពាយ stress ហ្នឹងមកទេហើយមកដាក់នៅក្នុងជីវិតហើយយើងធ្វើយ៉ាងណាដើម្បីបំបត្តិ stress ទាំងអស់ហ្នឹងហើយមុននឹងទៅដល់រឿងបំបត្តិ stress ទាំងអស់ហ្នឹងខ្ញុំចង់និយាយបន្តិចតាក់ទងពីការយកឃើញរបស់យើងតាក់ទងពី stress ដែលខ្ញុំតែងតែចង់ highlight ទៅលើដោយសារអីកាលណាដែលយើងយកខុសពី stress ឬក៏យើងមើលទៅ stress ហ្នឹងវាអវិជ្ជមានពេកវាក៏បង្កើតនៅ stress មកតទៀតទៅលើ stress ដែលយើងមានវាលក្ខណៈមួយថាបើសិនបើយើងគិតថា stress ហ្នឹងវាអត់ល្អ stress ហ្នឹងយើងគួរតែកិច្ចវេះពេលដែលយើងមាន stress យើងមិនមែនតែមាន stress ពេលខ្លះគឺយើងអាច stress ទៅលើការមាន stress ហ្នឹងទៀតនិយាយមកដូចចម្លែកប៉ុន្តែវាអញ្ចឹងពេលខ្លះបើយើងសង្កេតមើលតាក់ទងពីអារម្មណ៍របស់យើងពេលខ្លះយើងមិនត្រឹមតែខឹងទេប៉ុន្តែយើងខឹងខ្លួនឯងដោយសារខ្លួនឯងខឹងទៀតហេតុអីបើយើងខឹងនៅខ្លួនឯងដោយសារអីយើងគិតថាកំហឹងគឺជាអ្វីមួយដែលមិនល្អពិតមែនអូខេការផ្ទុះកំហឹងគឺវាមិនល្អប៉ុន្តែបើសិនមកផ្នត់គំនិតយើងវារឹងអញ្ចឹងទាំងអស់ហ្នឹងវាបង្កើតជាសម្ពាយនិងបង្កើតជាការវិតម្លៃមួយមកខ្លួនយើងតែវាបង្កើតនៅសម្ពាធមួយកាន់តែធ្ងន់ធ្ងរទៀតដល់អញ្ចឹងយើងអត់អាចយកតាក់ទងពីកំហឹងខ្លួនឯងបានទេដោយសារយើងមានផ្នត់គំនិតរឹងបែបហ្នឹងអញ្ចឹងដល់តែយើងរៀនបន្ធូរខ្លួនឯងបន្តិចយើងកុំមើលថាទាំងអស់ហ្នឹងគឺជាអ្វីមួយដែលអាក្រក់សុទ្ធសាធដែលយើងគួរជៀសវាងព្រោះកាលណាដែលយើងមើលមកបែបហ្នឹងគឺយើងអាចយកតាក់ទងពីប្រភពនៃ stress ប្រភពនៃកំហឹងរបស់យើងពីព្រោះយើងអត់ចង់គ្រាន់បង្ក្រាប stress ហ្នឹងហើយ stress ហ្នឹងវាមកទៅដដែលដោយសារអីដោយសារយើងអត់បំបត្តិប្រភពដោយសារយើងអត់ជីកឫសយើងដោះស្រាយតែពីមួយទៅមួយប៉ុន្តែអាមួយទៅមួយហ្នឹងគឺដដែលមួយថ្ងៃយើង stress តែរឿងដដែលអញ្ចឹងអ្វីដែលយើងត្រូវការមិនមែនជាការបំបត្តិ stress ប៉ុន្តែជាការយល់ពី stress តើ stress ហ្នឹងគឺមកពីណាហើយដូច្នោះខ្ញុំជំរុញយើងទាំងអស់គ្នាស្វែងយល់ពី stress របស់ខ្លួនរាល់ថ្ងៃហ្នឹងគឺ stress យើងគឺមកពីណាតើជាញឹកញាប់យើង stress ទៅលើអីសិក្សាទៅលើ stress ទាំងអស់ហ្នឹងសិនហើយបើយើងមើលជីវិតយើងអ្នកខ្លះដូចថាអត់ធ្វើការងារអីពិបាកផងក៏មាន stress ដែរដោយសារអីយើងចំណាយពេលមួយថ្ងៃមើលទៅ social media អញ្ចឹងមើលគេជេរគ្នាមើលគេ hack គ្នាអញ្ចឹងហើយទាំងអស់ហ្នឹងក៏វាប៉ះពាល់មកយើងវាផ្ដល់នៅអារម្មណ៍ល្អឬក៏ធម៌ពលល្អមកយើងហើយយើងក៏ចាប់ផ្ដើមឈឺក្បាលយើងចាប់ផ្ដើម stress យើងចាប់ផ្ដើមមានភាពអវិជ្ជមាននៅក្នុងខ្លួនអញ្ចឹងដល់តែយើងសិក្សាទៅ stress ហ្នឹងវាមកពីណាតើសកម្មភាពអ្វីទៅដែលផ្ដល់នៅ stress ព្រឹត្តិការណ៍អ្វីទៅតើនរណាម្នាក់ហើយបើយើងដឹងពីប្រភពហើយចាប់ផ្ដើមរៀនជៀសវាងឬក៏កែប្រែឬក៏ពង្រឹងខ្លួនឯងជាមួយនឹង stress ទាំងអស់ហ្នឹងបើមិនមកយើងអត់អាចជៀសវាងបានអញ្ចឹងរៀនសិក្សានិងយកឃើញតាក់ទងពី stress របស់ខ្លួនហើយបើយើងនិយាយតាក់ទងពី stress នេះដែរគឺវាមិនមែនជាអ្វីមួយដែលយើងអាចជៀសបានទាំងស្រុងនៅក្នុងជីវិតទេក្នុងជីវិតវាតែងតែមាន stress ហើយនៅក្នុងទ្រឹស្ដីពុទ្ធក៏ព្រះអង្គបានបកស្រាយអញ្ចឹងដែរកាលណាយើងរស់នៅវាតែងតែមានការឈឺចាប់មួយចំនួនយើងត្រូវតែឆ្លងកាត់ទាំងអស់ហ្នឹងហើយប៉ុន្តែទោះជាបែបហ្នឹងមែនទោះបីជាជីវិតយើងមានការឈឺចាប់ជាច្រើនមែនក៏មិនមានន័យថាជីវិតយើងវាអត់មានន័យដែរនៅក្នុងការឈឺចាប់មួយចំនួនក៏វាផ្ដល់នៅអត្ថន័យនៃជីវិតផងដែរដូចឧទាហរណ៍បើសិនបើយើងសួរឪពុកម្ដាយសួរថាមានកូនស្រួលអត់ជាពិសេសគឺម្ដាយហ្មងដែលថាគាត់ត្រូវពពោះហើយត្រូវឆ្លងទន្លេដំណើរទាំងអស់ហ្នឹងពិបាកបើយើងសួរម្ដាយម្នាក់គាត់ថាអូយកើតកូនហើយចិញ្ចឹមកូនគឺពិបាកមែនតើហើយប៉ុន្តែសួរគាត់ថាគាត់ស្ដាយក្រោយអត់នឹងតែគាត់ថាអត់ទេហើយម្ដាយជាច្រើននឹងនិយាយថាការពពោះការមានកូនការចិញ្ចឹមកូនហ្នឹងគឺជាបទពិសោធន៍មួយដែលមានន័យសម្រាប់គាត់មែនតើហើយបើយើងមើលទៅគឺយើងឃើញតាក់ទងពីទំនាក់ទំនងរវាងអត្ថន័យជីវិតហើយជាមួយនឹងការឈឺចាប់ឬក៏ stress ដែលថាយើងអាចមាននៅក្នុងជីវិតហ្នឹងអញ្ចឹងបើសិនបើយើងចង់តែបំបត្តិ stress យើងក៏បំបត្តិនៅអត្ថន័យមួយចំនួនដែលយើងអាចមាននៅក្នុងជីវិតផងដែរអង្គុយលេងហ្គេមមួយថ្ងៃនៅផ្ទះគឺថាវាសប្បាយសម្រាប់ខ្ញុំពេលខ្លះក៏ខ្ញុំចូលចិត្តធ្វើអញ្ចឹងដែរប៉ុន្តែដល់តែរយៈពេលយូរពេកយើងនៅផ្ទះមួយអាទិត្យពីអាទិត្យ3អាទិត្យលេងទាំងហ្គេមអត់ធ្វើអីសោះក៏ចិត្តផ្ដើមមានអារម្មណ៍ថាខ្សោះខ្លួនវាថាអត់មានន័យជីវិតខ្លួនអត់មានន័យខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមានអារម្មណ៍បែបហ្នឹងដល់តែយើងធ្វើអ្វីនៅពិបាកមួយចំនួនបានយើងចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំមាននៅសមត្ថភាពខ្ញុំអាចធ្វើនេះបានខ្ញុំអាចធ្វើនេះបានបើសិនមកយើងក្នុងជីវិតយើងធ្វើតែអ្វីដែលស្រួលអត់ពិបាកអត់ stress យើងក៏អាចមានភាពខ្វះខាតនៅអត្ថន័យនិងមោទនភាពមកលើជីវិតខ្លួនឯងផងដែរ stress គឺតែងតែមានតែសំខាន់យើងគួរតែយក
ថា stress ហ្នឹងគឺមកពីណាហើយ stress ហ្នឹងសំខាន់ឬអត់យើងរៀនជ្រើសរើសតាក់ទងពី stress មិនមែនរាល់ stress នៅក្នុងជីវិតពិតជាមានតម្លៃពិតជាមានអត្ថន័យឯងយើងទៅរៀនយល់ដឹងឲ្យស៊ីជម្រៅតាក់ទងពីជីវិតខ្លួនអ្វីដែលខ្លួនឲ្យតម្លៃរៀនជ្រើសរើស stress អាហ្នឹងដូចអ្នកនិពន្ធម្នាក់ឈ្មោះ Mark Manson គាត់និយាយថាជីវិតគឺត្រូវតែមានការឈឺចាប់ហើយមួយថ្ងៃយើងត្រូវតែទ្រាំទំពានៅអ្វីមួយដែលគាត់ហៅថា shit sandwich ដែលជា sandwich ដែលនៅ snow នៅក្នុងហ្នឹងគឺជាលាមកអត់មានអ្នកគេចង់ទំពាទាំងអស់ហ្នឹងឯងនៅក្នុងជីវិតយើងអត់ចង់ទទួលបានការឈឺចាប់ប៉ុណ្្នឹងឯងប៉ុន្តែចុងក្រោយយើងនៅតែត្រូវទំពាហើយអ្វីដែលយើងសំខាន់នោះគឺតើរសជាតិនៃ shit sandwich មួយណាដែលយើងចូលចិត្តញ៉ាំយើងអាចជៀសវាងតាក់ទងពីការឈឺចាប់ប៉ុន្តែនោះមិនមានន័យថាយើងអាចជ្រើសរើសការឈឺចាប់របស់ខ្លួនទេពីព្រោះការឈឺចាប់ឬក៏ stress ខ្លះគឺវាមានន័យសម្រាប់យើងជាងសកម្មភាពផ្សេងដូចឧទាហរណ៍ថាបើសិនបើខ្ញុំអង្គុយនិពន្ធខ្ញុំក៏ stress ដែរប៉ុន្តែវាគឺជា stress មួយដែលខ្ញុំចូលចិត្តរសជាតិនៃ stress នៃការនិពន្ធគឺខ្ញុំធ្វើទាំងអស់ហ្នឹងខ្ញុំ stress ប៉ុន្តែក៏ខ្ញុំសប្បាយក្នុងការធ្វើទាំងអស់ហ្នឹងប៉ុន្តែបើឲ្យខ្ញុំជ្រើសរើសសម្លៀកបំពាក់ដូចថាតែងខ្លួនដើម្បីថតរូបដើម្បីទៅធ្វើ model អីទាំងអស់ហ្នឹងក៏ផ្ដល់ stress ដែរប៉ុន្តែនោះមិនមែនជា stress ដែលខ្ញុំចង់មានទេនៅក្នុងជីវិតបើខ្ញុំធ្វើទាំងអស់ហ្នឹងដឹងតែខ្ញុំតឹងធុងហ្មង stress មួយសប្បាយ stress មួយគឺអត់សប្បាយហើយមួយទៀតនោះគឺនៅក្នុងជីវិតយើងក៏យើងអាចមើលអញ្ចឹងដែរគឺយើងអាចជៀសភាពពិបាកបើសិនបើយើងអត់មើលថែសុខភាពខ្លួនឯងយើងក៏មានភាពពិបាកពេលដែលសុខភាពអត់ល្អយើងចាប់ផ្ដើមទន់ជ្រាយហើយជីវិតយើងគឺជួបនៅភាពពិបាកជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃត្រូវផឹកថ្នាំត្រូវទៅពេទ្យធ្វើអីចឹងទៅប៉ុន្តែបើសិនបើយើងខ្វល់ខ្វាយពីសុខភាពខ្លួនឯងយើងក៏ត្រូវទទួលរងភាពពិបាកដែរដោយសារអីយើងត្រូវប្រអប់អាហារអញ្ចឹងទៅយើងត្រូវមានរបបអាហារមាន diet មានអីហើយត្រូវទៅហាត់ប្រាណទៀតទាំងអស់ហ្នឹងពិបាកដែរឃើញទេទាំងពីរខាងគឺពិបាកដូចគ្នាតែសំខាន់យើងជ្រើសរើសភាពពិបាកមួយណាអញ្ចឹងចុងក្រោយយើងជ្រើសរើស stress មួយណារសជាតិ stress ណាទៅដែលយើងចង់មានហើយដូចនឹងឃ្លាមួយទៀតដែលគេនិយាយថាធ្វើតែអ្វីដែលស្រួលជីវិតនឹងពិបាកធ្វើអ្វីដែលពិបាកជីវិតនឹងស្រួលឃើញទេចុងក្រោយយើងជ្រើសរើសមួយណាយើងជ្រើសស្រួលក៏បានពិបាកយើងជ្រើសពិបាកគឺបានស្រួលគឺថាវាតែងតែមានភាពពិបាកនៅក្នុងហ្នឹងឯងសំខាន់យើងជ្រើសរើសរសជាតិពិបាកនៅក្នុងដំណើរជីវិតឬក៏យើងជ្រើសរើសភាពពិបាកជាផលនៃជីវិតអានេះគឺជាទស្សនៈមួយដែលយើងអាចមើលទៅលើ stress របស់យើងផងដែរចុងក្រោយយើងនៅមាន stress ដូចគ្នាមិនថាជំរើសយើងជាអ្វីយើងនៅតែទទួលរងនៅ stress ប៉ុន្តែរសជាតិបែបណាដែលអ្នកចូលចិត្តនេះគឺជាអ្វីដែលសំខាន់មែនតើហើយការជ្រើសរើសគឺវាពិតជាសំខាន់បើមិនបើយើងអត់ជ្រើសរើសទេមួយថ្ងៃគឺយើងដេកដងជាមួយនឹង stress ដែលវាកើតឡើងនៅក្នុងជីវិតរបស់យើងគ្រាន់តែគេនិយាយអីវាប៉ះទង្គិចយើងគ្រាន់តែយើងអូស social media មកបន្តិចមកវាសោបនៅអារម្មណ៍អត់ល្អអាចថាស្អីក៏ប៉ះពាល់ប៉ុន្តែបើសិនបើយើងចាប់ផ្ដើមរៀនជ្រើសរើសថាអ្នកអា stress ទាំងអស់នេះខ្ញុំអត់ចង់មានខ្ញុំអត់ខ្វល់ខ្ញុំអត់ចង់ធ្វើខ្ញុំអត់ចង់យកខ្ញុំអត់ចង់ប៉ះពាល់ហើយអា stress ទាំងអស់នេះគឺជាអ្វីដែលខ្ញុំចូលចិត្តខ្ញុំចង់ចំណាយពេលច្រើនជាមួយកាលណាដែលយើងរៀនជ្រើសរើសបែបហ្នឹងយើងនៅតែមាន stress ប៉ុន្តែ stress ដែលយើងមានគឺជា stress មួយដែលយើងចូលចិត្តហើយចុងក្រោយថាខ្ញុំនិយាយតាក់ទងពីគំនិតជាច្រើនមែនតើតាក់ទងពី stress ចឹងអ្វីដែលខ្ញុំចង់លើកឡើងគឺចង់យើងនៅតែមាន stress នៅក្នុងជីវិតយើងអាចជៀសវាងបានហើយមួយទៀតនោះរៀនយកតាក់ទងពី stress ដែលខ្លួនមានកុំកិច្ចវេះយល់ពីឫសគល់នៃ stress ទាំងអស់ហ្នឹងហើយស្វែងយល់តាក់ទងពីចំណង់ចំណូលចិត្តរបស់ខ្លួនថាខ្លួនចូលចិត្ត stress បែបណាកុំជៀសវាងកុំគិតថារាល់ stress គឺវាពិបាកកាលណាយើងគិតថាពិបាកអត់ល្អបែបហ្នឹងក៏វាធ្វើឲ្យយើង stress មួយកម្រិតទៀតដែររៀនផ្សារជាប់ទំនាក់ទំនងខ្លួនជាមួយនឹង stress ឡើងវិញបញ្ហាមិនមែនជា stress ទេប៉ុន្តែមកពីយើងអត់ជ្រើសរើសនៅអ្វីដែលយើងចូលចិត្តយើងគ្រាន់តែតែខ្លួនទៅតាមអ្វីដែលកើតឡើងសិក្សាបន្ថែមពីគំនិតរបស់ខ្លួនខ្ញុំផ្ទាល់ទៅតាមសភៅរៀនរស់ដែរយកឈ្នះជីវិតដោយរៀនមួយជីវិតហើយសភៅនេះខ្ញុំនិយាយមែនណាថ្មីនេះមានអ្នកឆាតមកហើយប្រាប់ខ្ញុំទៀតថាអានបាន 4-5 ដងហើយសភៅហ្នឹងចេញអត់ទាន់គ្រប់មួយឆ្នាំផងហើយវាធ្វើឲ្យគេថាខ្ញុំមានអារម្មណ៍ល្អមួយយ៉ាងដែរក្នុងនាមជាអ្នកនិពន្ធម្នាក់គឺជាជាងដូចថាសរសេរសភៅដើម្បីឲ្យទៅលក់បានច្រើនអញ្ចឹងប៉ុន្តែសរសេរសភៅមួយដែលធ្វើឲ្យមនុស្សម្នាក់អានបានច្រើនដងហើយជាពិសេសគឺថាឃើញប្រយោជន៍ពិតមែននៅក្នុងជីវិតរបស់ខ្លួននិយាយមែនបើទិញអានគឺអត់ខាតទេព្រោះថាអ្នកនឹងមិនអានតែម្ដងគត់ហើយបើសិនមកអ្នកមានបញ្ហាទៅលើការអានខ្ញុំក៏មានកម្មវិធីសិក្សាមួយហៅថារៀនអានដែលនឹងជួយអ្នកអានបានលឿនចងចាំបានល្អគិតបានល្អហើយជាពិសេសគឺយកអ្វីដែលខ្លួនបានអានយកមកអនុវត្តផ្ទាល់នៅក្នុងជីវិតរបស់ខ្លួនបើសិនមកអ្នកមានចំណាប់អារម្មណ៍សូមឆាតមកខ្ញុំផ្ទាល់ឬក៏ទៅតាម Telegram group ក៏មាន link នៅកន្លែងហ្នឹងដែរដែលអ្នកអាចចុចមកហើយអាចឆាតជាមួយនឹងខ្ញុំផ្ទាល់អញ្ចឹងអរគុណមែនទែនសម្រាប់ការគាំទ្រអញ្ចឹងចាំជួបគ្នាថ្ងៃក្រោយទៀតក្នុងអំឡុងពេលនេះដរាបណាដែលអ្នកនៅរស់រៀនរស់